14ថ្ងៃផ្លាស់ប្ដូរជីវិតជាមួយនឹងច្បាប់ស្រូបទាញនៃ4ចាសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនបានតាមដានស្ដាប់ក៏ដូចជាតាមដានធ្វើក៏ដូចជាអនុវត្តច្បាប់ស្រូបទាញមក4ថ្ងៃហើយណាបងប្អូនទាំងអស់គ្នាចាំបងប្អូនណាខ្លះដែលបានចូលរួមនៅក្នុងការអនុវត្តថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ឥឡូវថ្ងៃទី4ហ្នឹងណាអញ្ចឹងបងប្អូនច្បាប់ស្រូបទាញគឺតលតែអនុវត្តបានយើងអាចមានលទ្ធផលជីវិតបានណាអញ្ចឹងបងប្អូនជឿជាក់បងប្អូនអាចធ្វើបានណាបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃទី4នេះគេនិយាយថា3ចំណុចគេនិយាយអំពី3ចំណុចដែលបើសិនណាជាបងប្អូនមិនឈប់ធ្វើ3ចំណុចនេះទេមានន័យថាការអនុវត្តច្បាប់ស្រូបទាញរបស់យើងគឺអត់បានផលទេណាបងប្អូនទាំងអស់គ្នាដូច្នេះអញ្ចឹងខ្ញុំនិយាយមកជាពាក្យគេហៅថាពាក្យសម្រាយជាពាក្យវិជ្ជមានវិញណាអញ្ចឹងគេថាឲ្យយើងឈប់ធ្វើអញ្ចឹងវិញណាឲ្យយើងឈប់ធ្វើរឿងទាំង3ចំណុចនេះណាឲ្យយើងឈប់ធ្វើរឿងទាំង3ចំណុចនេះយើងនឹងទទួលបានចឹងនិយាយថាទទួលបានលទ្ធផលនៃជីវិតបន្ទាប់ពីយើងបានអនុវត្តច្បាប់ស្រូបទាញមកគឺវាទទួលបានផលបដាអញ្ចឹងណាតែបើសិនណាជាយើងនៅតែបើសិនណាជាយើងនៅតែធ្វើរឿងទាំង3នេះគឺយើងនឹងធ្វើអីក៏អត់បានលទ្ធផលដែរនៅក្នុងការអនុវត្តឬក៏នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងណាចាអញ្ចឹងរឿងទី1គេថាឲ្យយើងហ្នឹងឈប់រអ៊ូរទាំចាឲ្យយើងឈប់រអ៊ូរទាំអញ្ចឹងបងប្អូនណាខ្លះដែលចូលចិត្តរអ៊ូរទាំទាំងខ្ញុំទាំងអីហ្នឹងដូចគ្នាដែរគឺចូលចិត្តរអ៊ូបើភ្នែកឡើងរអ៊ូធុញទ្រាន់ចេកូនចេចៅបើភ្នែកឡើងភ្លៀងធុញថ្ងៃនេះបើភ្នែកមកភ្លៀងហ្មងចេញទៅធ្វើការស្ទះអូយធុញស្ទះមកម៉េះស្ទះឲ្យទឹកលិចតាមផ្លូវទៀតណាគឺធុញរហូតអញ្ចឹងបើភ្នែកឡើងគឺឃើញតែភាពរអ៊ូរទាំបើភ្នែកឡើងគឺដឹងតែពីរអ៊ូរទាំអញ្ចឹងគេថាបើសិនណាជាអ្នកអនុវត្តច្បាប់ស្រូបទាញគេឲ្យគេថាអនុវត្តច្បាប់ស្រូបទាញដែលត្រូវ flow គឺគិតឲ្យតិចរីករាយឲ្យច្រើនចាគិតឲ្យតិចរីករាយឲ្យច្រើនហើយបើសិនណាជាយើងបើកភ្នែកមកយើងរអ៊ូរទាំធុញទ្រាន់ហ្នឹងគឺមុខតែយើងទទួលបានតែការរអ៊ូទទួលបានតែរឿងធុញទ្រាន់ទទួលបានតែរឿងឧបមុខពេញមួយថ្ងៃតែម្ដងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនកុំភ្លេចណាយើងមានច្បាប់17វិនាទីអញ្ចឹងបើសិនណាជាយើងគិតឬក៏យើងរអ៊ូឬក៏យើងធុញទ្រាន់ឬក៏យើងមួម៉ៅលើសពី17វិនាទីចក្រវាលនឹងធ្វើការរហូតទៅដល់2000ម៉ោងអញ្ចឹងបើយើងរអ៊ូបើយើងធុញលើសពី17វិនាទីយើងនឹងបានអាការរអ៊ូអាការធុញនឹងមកព្រុសមកតគ្នាអស់ពីមួយរឿងចូលមួយរឿងអស់ពីមួយរឿងចូលមួយរឿងព្រោះចក្រវាលធ្វើការ2000ម៉ោងអញ្ចឹងបងប្អូនទាំងអស់គ្នាកាត់បន្ថយពីរឿងរអ៊ូរទាំគិតពីរឿងវិជ្ជមានបើកភ្នែកឡើងឃើញតែការសប្បាយរីករាយបើកភ្នែកឡើងបើសិនណាជារឿងណាដែលត្រូវមើលឃើញតែទាស់ទុកវាសិនឬក៏យើងមើលឃើញរឿងវិជ្ជមានឲ្យបានណាបងប្អូនចាទី1កាត់រអ៊ូឲ្យបានណាបងប្អូនរអ៊ូរទាំរឿងរអ៊ូរទាំរឿងគិតអវិជ្ជមាននេះគឺកាត់ចោលឲ្យអស់ទី2បងប្អូនត្រូវតែក្នុងកំឡុងពេលកសាងខ្លួននៅក្នុងកំឡុងពេលដែលយើងចាប់ផ្ដើមជីវិតថ្មីយើងថាយើងអនុវត្តច្បាប់ស្រូបទាញហើយយើង
ត្រូវតែសម្លឹងមើលមនុស្សជុំវិញខ្លួនយើងមនុស្សដែលនៅជុំវិញខ្លួនយើងមនុស្សដែលនៅគៀនខ្លួនយើងគឺមានផលប៉ះពាល់ខ្លាំងជាមួយនឹងការអនុវត្តច្បាប់ស្រុបទាញរបស់យើងជាមួយនឹងការផ្លាស់ប្ដូរជីវិតរបស់យើងខ្លាំងមែនតែម្ដងគឺអ្នកដែលគិតអវិជ្ជមានអ្នកដែលនិយាយផ្លុំទៅជាយើងជារៀងរាល់ថ្ងៃថាអានេះធ្វើមិនកើតទេអានោះធ្វើមិនបានទេអានោះយើងនឹងទៅមិនដល់ទេណាអ្នកដែលបង្អាក់នៅក្នុងការធ្វើការងាររបស់យើងជារៀងរាល់ថ្ងៃគឺអ្នកដែលនៅជាមួយខ្លួនយើងអ្នកដែលនៅគៀនខ្លួនយើងនឹងបើសិនណាជាមិត្តភក្តិរបស់យើងកាត់ចោលសិនទៅណាបងប្អូនកាត់ចោលសិនទៅគឺយើងត្រូវការផ្លាស់ប្ដូរជីវិតយើងត្រូវការរឿងវិជ្ជមានចូលជារៀងរាល់ថ្ងៃអញ្ចឹងបើសិនណាជាយើងនៅជាមួយមនុស្សដែលគិតរឿងអវិជ្ជមានហើយផ្លុំទៅជាយើងរហូតយើងចង់គិតអីយើងចង់ធ្វើអីក៏គាត់បង្អាក់រហូតហើយគាត់គិតតែពីនិយាយតែរឿងអត់ប្រយោជន៍និយាយតែពីរឿងគេរហូតថ្ងៃទល់យប់មកយប់ទល់ភ្លឺគិតតែពីរឿងគេនិយាយតែពីរឿងគេដឹងទាំងអស់តែរឿងខ្លួនឯងអត់ដឹងបើភ្នែកឡើងដឹងតែពីរឿងអានេះចេះពីរឿងអានោះចោះរឿងអានេះលែងប្តីរឿងកូនអានោះខូចរឿងកូនអានោះមិនចូលសាលារឿងអានេះគេលក់ដាច់រឿងអានោះគេលក់មិនដាច់តែរឿងខ្លួនឯងអត់មានដឹងអីមកតិចអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះគេឲ្យយើងកាត់ចោលចោលទៅមនុស្សដែលមិនចំណេញនៅជុំវិញខ្លួនយើងគឺអត់បានប្រយោជន៍អីទេអត់មានជួយយើងបានទេមានតែនាំយើងគិតតែពីរឿងអញ្ចឹងមានតែនាំយើងស្ដាប់តែពីរឿងអញ្ចឹងហើយយើងតែនៅចិត្តឯងគេនិយាយមកស្ដាប់ហើយចិត្តតែអើតាមគេដែរចឹងមែនណាវាចឹងមែនហើយមួយថ្ងៃតាមគេរហូតមួយថ្ងៃទល់យប់គួយប៉ុកគឺនិយាយតែពីរឿងអវិជ្ជមាននិយាយតែពីរឿងទៅមិនរួចនិយាយតែពីរឿងធ្វើមិនកើតនិយាយតែពីរឿងមិនបានអញ្ចឹងគឺកាត់ចោលទៅអត់ចំណេញទេណាបងប្អូនប៉ុន្តែចោះមួយទៀតចុះបើអ្នកដែលនៅក្នុងផ្ទះជាមួយគ្នាគិតយ៉ាងម៉េចទីហោដូចជាបងប្អូនយើងដូចជាឪពុកម្ដាយយើងដូចជាប្តីដូចជាប្រពន្ធយើងតើគិតមិនដែរចាអាហ្នឹងគេឲ្យយើងធ្វើចិត្តទៅអាហ្នឹងអត់ដឹងឃើញមិនទេព្រោះគាត់ជាអ្នកនៅក្នុងគ្រួសាររបស់យើងអញ្ចឹងយើងមានតែស្ដាប់ជាឆ្វេងចូលជាស្ដាំឬក៏ឮខ្លះមិនឮខ្លះឬក៏បើអាចធ្វើបានប្រាប់គាត់ថាហើយជប់និយាយហ្នឹងនិយាយរឿងផ្សេងណាអាចបង្អាក់ឬក៏អាចបង្វែឬក៏បងប្អូនអាចដើរចេញតែម្ដងណាតែប៉ុន្តែមិនស្រួលពេលដែលគាត់និយាយមកយើងដើរចេញចូលខឹងទៀតចាខឹងទៀតថាចុះនិយាយមិនក៏មិនស្ដាប់ណាខឹងទៀតអញ្ចឹងមានតែមិនទេមានតែបងប្អូនចេះរកវិធីខ្លួនឯងទៅហ្នឹងគឺដឹងថាធ្វើម៉េចព្យាយាមនៅឲ្យឆ្ងាយពីគាត់ព្យាយាមនៅឆ្ងាយពីមនុស្សបែបនេះបើសិនណាជាយើងបើសិនណាជាមិត្តភក្តិអាហ្នឹងយើងអាចឈប់ខលរកគ្នាឈប់តាក់ទងគ្នាអីមកជាក់សិនទៅប៉ុន្តែបើសិនណាជាអ្នកក្នុងគ្រួសារតែមួយអាហ្នឹងយើងកិច្ចខ្លះទៅណាយើងកិច្ចខ្លះទៅចានេះចំណុចទី1ឈប់រអ៊ូខ្លួនឯងណាហ្នឹងសម្រាប់ខ្លួនឯងគឺឈប់រអ៊ូហើយរករឿងវិជ្ជមានមកដាក់ខ្លួនឲ្យលឿនបំផុតណាឈប់រអ៊ូចាប់ខ្លួនឯងឲ្យតន់ទី2កាត់បន្ថយរឿងអវិជ្ជមានដែលចូលមកក្នុងខ្លួនរបស់យើងណាមកពីណាមកពីខាងមកពីអីអានេះយើងគិតខ្លួនយើងលែងគិតតែប៉ុន្តែយើងនៅលឺអញ្ចឹងយើងគេកាត់បន្ថយអាហ្នឹងមើលទៀតអញ្ចឹងចំណុចទី3គេថាឲ្យយើងជឿជាក់លើខ្លួនឯងឲ្យយើងមានភាពជឿជាក់លើខ្លួនឯងកុំចាំតតែអ្នកដតីប្រាប់បានយើងជឿចាជឿជាក់លើខ្លួនឯងជឿជាក់លើខ្លួនឯងមិនជឿជាក់លើខ្លួនឯងថាយើងធ្វើបានជឿជាក់លើខ្លួនឯងថាយើងទៅរួចជឿជាក់លើខ្លួនឯងថាយើងនឹងស្អាតយើងនឹងល្អកុំចាំបាច់តែគេប្រាប់បានដឹងណាអ្នកខ្លះ
ដល់តែគេប្រាប់មិនដឹងដើរទៅដើរទៅថាអូយអានេះថ្ងៃនេះស្គមម៉ែចុះឥឡូវស្គមមកម៉ែគេថាស្គមនេះមើលទៅដូចស្គមមែនដល់ពេលដើរទៅទៀតយកមួយទៀតយីចុះឥឡូវមិនក៏ធាត់ម៉ែចឹងក៏ធាត់មែនចឹងយើងដឹងខ្លួនយើងហើយថាយើងនេះធាត់ឬក៏ស្គមយើងតើអ្នកដឹងខ្លួនយើងមិនចាំបាច់តើគេថាបានយើងដឹងទេមួយទៀតយើងជាមនុស្សពូកែទៅលើអីយើងដឹងខ្លួនយើងហើយប៉ុន្តែណាតែខ្លួនយើងតាដែលមិនជឿជាក់លើខ្លួនឯងហើយដែលមិនបានចាប់អារម្មណ៍ថាខ្លួនឯងពូកែខ្លួនឯងនឹងចេះអស់នឹងខ្លួនឯងនឹងធ្វើអស់នឹងកើតខ្លួនឯងនឹងជាមនុស្សបែបនឹងកើតណាតែយើងតែមិនដឹងមិនបានចាប់អារម្មណ៍មិនដឹងតែមិនបានចាប់អារម្មណ៍ខ្លួនឯងថាខ្លួនឯងពូកែខាងហ្នឹងដោយសារតែយើងតតែមានអ្នកប្រាប់ថាល្អអញ្ចេះល្អអញ្ចោះឬក៏ធ្វើកើតចេះធ្វើកើតអញ្ចោះអានឹងបានយើងចាំតែគេទៅសើចឹងកុំចាំគេទៅសើចឹងយើងមានភាពជឿជាក់លើខ្លួនឯងទៅសើខ្លួនឯងបដ ாய் តោះណាសើខ្លួនឯងបដ ாய் ទៅជឿជាក់កុំចាំតែគេថាកុំចាំតែគេអួតឲ្យអួតខ្លួនឯងបដ ாய் ទៅជឿជាក់លើខ្លួនឯងប៉ុន្តែកុំមានអំនួតអួតខ្លួនឯងថាខ្លួនឯងទៅសាថាខ្លួនឯងស្អាតប៉ុន្តែកុំមានអំនួតណាកុំមានអំនួតពាក្យថាជឿជាក់លើខ្លួនឯងហើយនឹងអំនួតខុសគ្នាណាបងប្អូនទាំងអស់គ្នាអញ្ចឹងចែកឲ្យដាច់កន្លែងហ្នឹងណាការជឿជាក់លើខ្លួនឯងគឺពឹងលើកម្លាំងខ្លួនឯងពឹងលើសមត្ថភាពខ្លួនឯងថាខ្លួនឯងពិតជាអាចធ្វើបានអាហ្នឹងគឺជឿជាក់លើខ្លួនឯងមិនអួតទេតែបើធ្វើគឺបានមែនណាបងប្អូនកន្លែងហ្នឹងត្រូវតែច្បាស់លាស់ជាមួយនឹងខ្លួនឯងដែរអញ្ចឹងបងប្អូនណាអ្វីក៏ដោយក្នុងការអនុវត្តច្បាប់ស្រូបទាញគឺយើងមិនមែនចេះតែកើតទេអ្វីក៏ដោយក៏យើងត្រូវតែសាងវាមកដែរអញ្ចឹងបងប្អូនការចាប់ផ្ដើមធ្វើអ្វីមួយក៏គឺជាការសាងវាមកហើយអញ្ចឹងវាមិនមែនសុកកើតមកទេវាតតែបងប្អូននេះគិតវាតតែបងប្អូននេះចាប់ផ្ដើមផ្ដោតទៅលើវាដែរណាមិនមែនរឿងរ៉ាវទាំងអស់នៅក្នុងជីវិតរបស់យើងហ្នឹងវាចេះតែកើតមកទេគឺយើងទេជាអ្នកគិតប៉ុន្តែការគិតរបស់យើងនេះដល់យើងមិនបានចាប់អារម្មណ៍ថាយើងបានគិតវាប៉ុន្តែការពិតគឺយើងជាអ្នកគិតគឺយើងជាអ្នកហៅរួមមកទាំងអស់ហ្នឹងគាត់ថាពាក្យកន្លែងខ្លះគឺយើងគិតដោយមិនដឹងខ្លួនណាបងប្អូនចាគិតដោយមិនដឹងខ្លួនគឺយើងគិតលើសពី17វិនាទីគឺចក្រវាឡចាប់ផ្ដើមធ្វើការហើយអញ្ចឹងការគិតគឺជារឿងសំខាន់ណាស់ការគិតរបស់យើងជារឿងសំខាន់អញ្ចឹងបងប្អូនប្រយ័ត្ននៅក្នុងការគិតហើយចាប់ខ្លួនឯងឲ្យទាន់ថាខ្លួនឯងគិតអីណាកុំឲ្យគិតពីរឿងអវិជ្ជមានសូមឲ្យគិតតែពីរឿងវិជ្ជមានណាបងប្អូនគិតវិជ្ជមានគិតអវិជ្ជមានគិតអ្វីធ្វើអ្វីទៅតាមគោលបំណងទៅតាមបំណងប្រាថ្នារបស់យើងមាត់ហើយនឹងចិត្តឲ្យត្រូវគ្នាណាបងប្អូនយើងចង់បានការលក់ដាច់ប៉ុន្តែក្នុងចិត្តយើងគិតថាក្នុងចិត្តយើងក្នុងយើងចង់បានការលក់ដាច់ប៉ុន្តែយើងនិយាយតែពាក្យលក់មិនដាច់យើងនិយាយតែពាក្យស្ងាត់អញ្ចឹងសូមឲ្យចិត្តហើយនឹងមាត់ហ្នឹងឲ្យត្រូវគ្នាណាបងប្អូនទាំងអស់គ្នាឲ្យចិត្តហើយនឹងមាត់យើងហ្នឹងឲ្យត្រូវគ្នាអញ្ចឹងហើយបានជានៅក្នុងច្បាប់ស្រូបទាញគេនិយាយពាក្យថា program ណាបងប្អូនចា program ដើម្បីឲ្យមាត់របស់យើងចិត្តរបស់យើងហ្នឹងវាត្រូវគ្នាអញ្ចឹងយើងត្រូវការ program នេះគឺជាការនិយាយដដែលសាំដដែលដើម្បីឲ្យចិត្តហើយនឹងមាត់របស់យើងហ្នឹងវាត្រូវគ្នាកាលណាចិត្តហើយនឹងមាត់របស់យើងវាត្រូវគ្នាហ្នឹងគឺវាបញ្ជូនណាវាបញ្ជូនកម្លាំងរំញ័រទៅដល់ចក្រវាឡអញ្ចឹងចក្រវាឡមានតួនាទីចាត់រៀងអ្វីដែលយើង program អ្វីដែលយើងចង់បានហ្នឹងមកម្ដងមួយមកឲ្យយើងទៅតាមពេលវេលាដែលស័ក្តិសមដែលចក្រវាឡនឹងប្រគល់ជូនមកឲ្យយើង
ដោយដល់មកផ្ទះតែម្ដងនេះគឺជាការអនុវត្តច្បាប់ស្រុកទាញគេនិយាយបែបហ្នឹងណាអញ្ចឹងបងប្អូនយើងទៅធ្វើយើងទៅអនុវត្តទាំងអស់គ្នាបងប្អូនស្ដាប់ហើយធ្វើតាមស្ដាប់ហើយធ្វើតាមណាបងប្អូនស្ដាប់មិនទាន់បងប្អូនអាចស្ដាប់ជាថ្មីម្ដងទៀតហើយមួយចំណុចបងប្អូនអាចធ្វើតាមមួយថ្ងៃមួយថ្ងៃបងប្អូនអាចយកវាមកអនុវត្តម្ដងមួយជារៀងរាល់ថ្ងៃបងប្អូនច្បាប់ស្រូបទាញអនុវត្តងាយសប្បាយដោយមិនមានគេហៅថាភាពអ៊ឹតអាត់អីផ្សេងណាអនុវត្តបែបងាយបងប្អូនតើកាលណាប្រឹងប្រែងនៅក្នុងការអនុវត្តគឺខុសហើយណាអញ្ចឹងការអនុវត្តនេះគឺងាយសប្បាយណាបងប្អូនធ្វើបដើគិតបដើសប្បាយបដើណាបងប្អូនអញ្ចឹងតើកាលណា